សុខភាពផ្លូវចិត្តនេះដែលជាចំណុចមួយប្រទេសយើងវាមានការខ្វះខាតដែលក្នុងការសិក្សាគេឃើញថាប្រហែលជា40ទៅ50នាក់ទេដែលមានជំនាញខាងសុខភាពផ្លូវចិត្តក្នុងទូទាំងប្រទេសដែលប្រជាពលរដ្ឋយើង16លាននាក់ហ្នឹងហើយថ្ងៃនេះលោកគ្រូរីករាយមែនតើបានចូលរួមនៅក្នុងកម្មវិធីសុខភាពប្រចាំសប្តាហ៍ហើយថ្ងៃនេះនិយាយពីសុខភាពផ្លូវចិត្តបាទហើយសង្ឃឹមថាប្រជាពលរដ្ឋយើងហើយក្មួយៗទាំងអស់នឹងបានចូលរួមស្ដាប់យល់ដឹងហើយនឹងចូលរួមសកម្មការដាស់តឿនហើយនឹងឃោសនាឲ្យយល់ដឹងពីសុខភាពសាធារណៈនឹងបាទហើយខ្ញុំយកឱកាសនេះផងដែរសូមគោរពជំរាបសួរដល់លោកឪពុកអ្នកម្ដាយទាំងអស់លោកគ្រូអ្នកគ្រូហើយក្មួយៗទាំងអស់គ្នាមិនថាក្នុងសាលាយើងឬក្រៅសាលាយើងទេពីព្រោះtopic នេះយើងចង់ឲ្យប្រជាពលរដ្ឋយើងទាំងអស់ដឹងឮដើម្បីចូលរួមចំណែកកាត់បន្ថយជំងឺផ្លូវចិត្តដែលជាជំងឺមួយពិការដល់ពួកយើងទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងកុំឲ្យចាំយូរសូមឲ្យក្មួយៗចាប់តាមកម្មវិធីទាំងអស់គ្នាបាទខ្ញុំឃើញថាប្រធានបទថ្ងៃហ្នឹងគឺចាប់អារម្មណ៍មែនតើអញ្ចឹងមុននឹងឈានចូលទៅដល់សំណួរកាន់តែស៊ីជម្រៅនៃប្រធានបទរបស់យើងក៏ចង់សួរទៅកាន់លោកគ្រូថាអីគេទៅគឺជាបញ្ហាសុខភាពហើយអីគេទៅគឺជាសុខភាពដែរលោកគ្រូសុខភាពគឺជាអ្វីដែលធ្វើឲ្យយើងយល់វិជ្ជមន័យពីការខ្លួនប្រាណយើងរស់នៅស្រួលហើយมันមានជំងឺហើយសុខសាន្តនៅក្នុងរាងកាយសុខសាន្តក្នុងខួរក្បាលហើយនៅក្នុងកត្តាផ្សេងៗជុំវិញយើងដែលធ្វើឲ្យយើងហ្នឹងឲ្យរស់នៅបានដោយខ្លួនឯងធ្វើការបានដោយខ្លួនឯងហើយសប្បាយចិត្តនឹងលទ្ធផលដែលយើងធ្វើព្រមទាំងចូលរួមចំណែកក្នុងសង្គមដែលយើងរស់នៅនិយាយរួមមកទៅគឺថាមិនថាយើងមាន stress យើងមានបញ្ហាយើងអាចដោះស្រាយបានហើយយើងអាចរស់នៅជាមួយវាបានហើយយើងអាចចូលរួមចំណែកបានដោយយើងមិនមានការរាំងស្ទះធ្វើឲ្យយើងពិបាកនៅក្នុងផ្លូវកាយផ្លូវចិត្តផ្លូវអារម្មណ៍ទាំងអស់នេះគេហៅថាសុខភាពហើយសុខភាពបើសិនជារាំងស្ទះកន្លែងណាមួយវាធ្វើឲ្យយើងមានបញ្ហាសុខភាពឬបញ្ហាវាមានបញ្ហាសុខភាពឬបញ្ហារាប់ពាន់សុខភាពដែលគេបែងចែកទៅជាផ្នែកផ្សេងៗបាទសុខភាពកាពះបាទទៅជាហ្នឹងជំងឺកាពះសុខភាពថ្លើមសុខភាពបេះដូងទឹកនោមផ្អែមសុខភាពកុមារសុខភាពនារីខុសភាពចាស់ជរាសុខភាពច្រើនគេរាប់អត់អស់ទេហើយផ្នែកសុខភាពនីមួយៗហ្នឹងបាទគឺបើសិនជាវាទៅជាបញ្ហាគេហៅជំងឺហើយជំងឺទាំងអស់ហ្នឹងគេបែងចែកទៅតាមfield បាទជំនាញរបស់គេដែលតិចបំផុតគេរៀនពី11ឆ្នាំទៅ8-10ឆ្នាំបាទ11ឆ្នាំគឺគ្រាន់តែចប់ general practice ដែលមើលជំងឺទូទៅហើយបើវាធ្ងន់ធ្ងរគេបញ្ជូនទៅខាងអ្នក specialist ដែលឧទាហរណ៍ដូចជា ophthalmologist អាហ្នឹង13ទៅ15ឆ្នាំចឹងទៅខាង surgery 13ឆ្នាំទៅបើ surgery ឆ្អឹង18ឆ្នាំទៅអញ្ចឹងណាចឹងទាំងអស់ហ្នឹងគេហៅថាជំនាញមួយហើយសុខភាពមួយទៀតគឺបែងចែកទាំងដាច់ពីគ្នាទៀតរហូតដល់គេហៅថាសុខភាពកុមារសុខភាពផ្លូវចិត្តសុខភាពស្អីផ្សេងទៅតែសុខភាពផ្លូវចិត្តនេះដែលជាចំណុចមួយប្រទេសយើងវាមានការខ្វះខាតដែលក្នុងការសិក្សាគេឃើញថាប្រហែលជា40ទៅ50នាក់ទេដែលមានជំនាញខាងសុខភាពផ្លូវចិត្តក្នុងទូទាំងប្រទេសដែលប្រជាពលរដ្ឋយើង16លាននាក់ហ្នឹងចឹងវាធ្វើឲ្យប្រជាជនយើងមានកង្វះខាតទៅលើដុកទ័រដែលមានជំនាញផ្លូវពេទ្យខាងជំនាញផ្លូវចិត្តហ្នឹងអញ្ចឹងវាធ្វើឲ្យមានការពិបាកទៅរកដុកទ័រដើម្បីព្យាបាលអញ្ចឹងបើយើងគិតទៅនេះជាបញ្ហាធ្ងន់ធ្ងរដោយសារបញ្ហាកង្វះខាតអញ្ចឹងដុកទ័រអត់សូវយល់អត់សូវមានការផ្សព្វផ្សាយអត់មានការសារបណ្ដុះបណ្ដាលអត់មានសារការបង្រៀនអញ្ចឹងប្រជាជនយើងអត់សូវដឹងអញ្ចឹងមួយមានបញ្ហាផ្លូវចិត្តគឺមិននឹងទៅសួរអ្នកណាហើយក៏មិនដឹងថានឹងជាជំងឺអីហើយមានតែបញ្ហាផ្លូវចិត្តទេមានបញ្ហារាប់រយជំងឺទៀតអត់ដឹងថាជំងឺអីមិនដឹងទៅរកអ្នកណាគេជំនាញហើយតំណតែដឹងជាទូទៅវាយឺតក៏ឲ្យយើងហានិភ័យគ្រោះថ្នាក់ដល់ជីវិតបាត់ទៅហើយឧទាហរណ៍ដូចមហារីកចឹងតំណតែយើងដឹងគឺវាយឺតបាត់ទៅហើយចឹងបានគេថាជំងឺខ្លះគេឲ្យយើងទៅប្រឹក្សាជំងឺខ្លះគេឲ្យយើងទៅពិនិត្យដើម្បីការពារមុនកុំឲ្យវារាលដាលឆ្លងទៅវាយឺតពេកដូច្នេះហើយបានគេបង្កើតគេហៅថា prevention program ហ្នឹងនៅស្រុកគេហៅឲ្យការពារជាជាងព្យាបាលតែយើងការពារទប់ស្កាត់វាអស់ថោកហើយវាមិនបង្កដល់ជីវិត
តែយើងព្យាបាលមានន័យថាវាកើតឡើងហើយអញ្ចឹងយើងត្រូវការព្យាបាលអស់លុយច្រើនហើយជីវិតអាចកាត់បន្ថយឬក៏អាចស្លាប់មុនពេលដែលយើងកំណត់ទុកអញ្ចឹងថ្ងៃនេះយើងនិយាយពីសុខភាពហើយនិងជំងឺផ្លូវចិត្តអញ្ចឹង topic គ្រាន់តែជំងឺផ្លូវចិត្តហ្នឹងតែឯងហ្នឹងគឺចំណាយពេលគឺ11ឆ្នាំបាទ11ឆ្នាំហ្នឹងមានន័យថាគ្រាន់តែរៀនតែផ្លូវចិត្តទេបាទអានោះចេញមក Doctor of Medicine ខាង Psychiatry បាទហើយ Doctor គេហៅ Psychiatrist អាហ្នឹងគឺពេទ្យដែល counseling គណៈផ្លូវចិត្តឲ្យថ្នាំព្យាបាលប៉ុន្តែមានគេហៅជំនាញមួយទៀតសម្រាប់មិនមែនវិជ្ជបណ្ឌិតទេប៉ុន្តែខាងបណ្ឌិតដែលរៀនខាង PhD ចិត្តវិទ្យាអាហ្នឹងក៏ PhD ហ្នឹងគឺគេរៀន6ទៅ7ឆ្នាំគ្រាន់តែចេញមកគឺយើង counsel ប្រឹក្សាអ្នកជំងឺដើម្បីឲ្យគាត់កាត់បន្ថយ stress កាត់បន្ថយបញ្ហាអញ្ចឹងទៅប៉ុន្តែបើសិនគាត់អត់បានជួយទេបន្ទាប់ពីប្រឹក្សាបានគេបញ្ជូនទៅ MD ដែលរៀន11ឆ្នាំគេហៅ medical doctor ហ្នឹងជំនាញខាង psychiatrist អញ្ចឹងមួយ clinical psychologist បណ្ឌិតខាង counseling ផ្លូវចិត្តវិទ្យាមួយវិជ្ជបណ្ឌិតព្យាបាលខាងផ្លូវចិត្តដែលឲ្យថ្នាំអញ្ចឹងណាបាទអញ្ចឹងយើងចង់ឲ្យមយមន័យខាងហ្នឹងហើយដើម្បីឲ្យប្រជាពលរដ្ឋយើងដឹងប៉ុន្តែជំងឺផ្លូវចិត្តនេះទីទូទៅគេកម្រទៅដកដុកទ័រខាងផ្លូវចិត្តទៀតណាបាទពីព្រោះគេចង់មិនចំណាយលុយច្រើនទេគេត្រូវដុកទ័រគេប្រចាំថ្ងៃហ្នឹងគេអាចព្យាបាលបានដែរលើកលែងតែជំងឺផ្លូវចិត្តហ្នឹងវាធ្ងន់ធ្ងរព្យាបាលអត់បានត្រូវការកម្រិតខ្ពស់ជាងហ្នឹងបានគេបញ្ជូនទៅជំនាញខ្ពស់ជាងហ្នឹងដែលជាជំនាញរបស់គេផ្ទាល់ប៉ុន្តែស្រុកខ្មែរដុកទ័រផ្លូវចំណេះទូទៅដុកទ័រគេហៅថា general practice ទូទៅអាចព្យាបាលបានបើយើងយកចិត្តទុកដាក់អញ្ចឹងណាបាទអរគុណលោកគ្រូសម្រាប់ល្អមែនតើគឺគ្រូបានបកស្រាយពីសុខភាពអូខេសំណួរនោះគឺថាមានបញ្ហា3ដែលតែមនុស្សទូទៅតែសួរគឺទី1បញ្ហាផ្លូវចិត្តទី2ការបាក់ទឹកចិត្តនិងទី3ការតានតឹងផ្លូវចិត្តអញ្ចឹងលោកគ្រូអាចបញ្ជាក់ថាតើវាកើតឡើងមកពីកត្តាអ្វីខ្លះលោកគ្រូបាទជំងឺផ្លូវចិត្តហ្នឹងដែលធ្វើឲ្យយើងមានចំណុច3 4 10 20តែក្មួយឯងថ្ងៃក្រោយទៀតខ្ញុំបញ្យល់ទៅច្រើនណាមិនមែនតែបាក់ទឹកចិត្តតែតឹងទឹកចិត្តអារម្មណ៍អីអស់ហ្នឹងទេគឺវាមានច្រើនទៀតទាំងអស់ហ្នឹងដែលជាមុខសញ្ញារបស់អ្នកជំងឺផ្លូវចិត្តបាទហើយជំងឺផ្លូវចិត្តហ្នឹងគឺមានជាង300ជំងឺគ្រាន់តែជំងឺផ្លូវចិត្តមួយណាមានជាង300ដែលគេឲ្យវិយមន័យប្រចាំ5ឆ្នាំម្ដង5ឆ្នាំម្ដងទៅលើសភៅប្រចាំឆ្នាំរបស់គេហៅថាសភៅ Manual of Mental Disorder បាទ Manual of Mental Disorder Diagnostic and Statistic Manual អាហ្នឹងគេចេញមករៀងរាល់5ឆ្នាំម្ដង DSM-5 ចឹងណាបាទ DSM-5 ហ្នឹងគឺគេបញ្យល់ពីវិយមន័យនៃគេហៅថាជំងឺទាំងអស់ហ្នឹងអញ្ចឹងរាល់ឆ្នាំគេសង្ខេបទៅបោះពុំចេញម្ដងប្រហែលឆ្នាំទៅអញ្ចឹងសប្តាហ៍នេះគេរកឃើញថាវាមានជាង330បាទ300អញ្ចឹងជំងឺហ្នឹងដែលទាំងអស់ហ្នឹងបង្កឲ្យមានបញ្ហាហ្នឹងគឺច្រើនបញ្ហាទាក់ទងពីជំងឺទាក់ទងពីអារម្មណ៍គេបែងចែកចេញពីអារម្មណ៍ណាគេហៅថា mood ណាមួយទៀតជំងឺចេញពីបារម្ភអាហ្នឹងគេហៅថា anxiety បាទហើយជំងឺទៅគឺទាក់ទងពី psychotic ណាការគិតបែកឆ្វេងបាទអាហ្នឹងមួយទៀតហើយជំងឺមួយទៀតការ eating disorder ការញ៉ាំបញ្ហាញ៉ាំចុកដោយអ្នកខ្លះញ៉ាំហើយលក់ក្អួតអីចឹងណាអ្នកខ្លះញ៉ាំទៅជ្រុលឡើងគីឡូចឹងទៅធ្វើបាបខ្លួនទៅហើយគេបែងចែកជាមួយទៀតជំងឺដែលថាតាក់ទងពីរោគគ្រោះថ្នាក់ដែលរោគរន្ធត់ដែលកើតឡើងមកយើងធ្វើឲ្យយើងគេយល់សពសម័យឃើញឡើងមិនចេះឈប់នឹងហើយក៏រោគមួយទៀតតាក់ទងផ្លូវចិត្តដែរការប្រើប្រាស់គ្រឿងញៀនហើយនឹងផឹកស្រាអីចឹងទៅអញ្ចឹងគ្រាន់តែជំងឺផ្លូវចិត្តហ្នឹងគេបែងចែកទៅមើល1 2 3 4 5 6 7 category ហើយក្នុងមួយហ្នឹងវាមានរាប់រយរាប់សិបជំងឺទៀតអញ្ចឹងជំងឺទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានបញ្ហាដូចជារោគសញ្ញាឧទាហរណ៍ទី1ណាបាទរោគសញ្ញាទាំងអស់ហ្នឹងគឺថាធ្វើឲ្យយើងមាន300ជំងឺធ្វើឲ្យមានរោគសញ្ញាច្រើនតែមុននឹងដល់រោគសញ្ញាវាយើងចង់សួរដល់តើកត្តាអីខ្លះដែលធ្វើឲ្យយើងមានជំងឺ300ជំងឺហ្នឹង
វាមានកត្តាតែ2ធំទេដែលធ្វើឲ្យយើងមានការរោគនឹងរហូតដល់យើងមានតែភាពតឹងតែងភាពបារម្ភភាពស្មុគស្មាញភាពបាក់ទឹកចិត្តអីហ្នឹងគឺបរិស្ថានទី1បាទទី2គឺគេហៅថាជីវវិទ្យាបាទជីវវិទ្យាហ្នឹងគឺគេបែងចែកទៅជាgene ហើយគេបែងចែកទៅជាកត្តាផ្សេងទៀតនៅក្នុងហ្នឹងអញ្ចឹងបើយើងជាពី environment មួយកន្លែងយើងរស់នៅសង្គមយើងរស់នៅជីវិតរបស់យើងហើយ gene តពូជច្រើនណាស់ការគ្រោះថ្នាក់ដល់ប៉ះពាល់ដល់ខួរក្បាលហើយការរស់នៅក្នុងសង្គមដែលមិនប្រក្រតីសេដ្ឋកិច្ចគ្រួសារអំពើហិង្សាការលែងលះគ្នាការគេហៅថាពិទានគ្នាទៅវិញទៅមកទាក់ទងផ្លូវភេទ sexual identity តើយើងមិនទាន់ដឹងថាយើងភេទអីយើងកំពុងចងល់ការលូតលាស់ក្នុងវ័យក្មេងហ្នឹងវាធ្វើឲ្យយើងឆ្លងកាត់ច្រើនទាំងអស់ហ្នឹងហើយគេហៅថាកត្តា environmental គេហៅថាកត្តាបរិស្ថានបាទហើយនឹងកត្តា biological បាទគេហៅថាជាសាសបាទអញ្ចឹងទាំងអស់ហ្នឹងដែលយើងគិតទៅបូកចូលគ្នាបង្កើតឲ្យមានជំងឺហ្នឹងហើយកត្តាមួយទៀតគេហៅ psychological ផ្លូវចិត្តប៉ុន្តែផ្លូវចិត្តហ្នឹងវាតិចទេតែអាសបរិស្ថានរបស់យើងជីវិតរបស់យើងនេះហើយនឹងអា gene របស់យើងនេះវាធ្វើឲ្យយើងមានបញ្ហាទាំងអស់ហ្នឹងដែលធ្វើបង្កឲ្យកើតជាជំងឺផ្លូវចិត្ត300មុខហ្នឹងអញ្ចឹងណាបាទមុនបន្តទៅនេះទៀតខ្ញុំចង់ឲ្យយល់ថាកត្តាបញ្ហាហ្នឹងបរិស្ថានហ្នឹងខ្ញុំចង់លម្អិតតិចណាបរិស្ថានវាមានឧទាហរណ៍បើយើងគ្រោះថ្នាក់ហ្នឹងហៅបរិស្ថានមួយឯណាបាទការប៊ូលីគ្នាក៏បរិស្ថានមួយឯណាហើយការគេហៅថាតម្រូវការពីសាលាតម្រូវការពីធ្វើការត្រៀមទីពីមេការជិះជាន់អាហ្នឹងក៏បរិស្ថានរបស់យើងដែរហើយតកតងពីរស់នៅក្នុងសង្គមដែលមិនប្រក្រតីអំពើហិង្សាតំបន់វាយតប់គ្នាអាហ្នឹងក៏បរិស្ថានរបស់យើងដែរហើយបើយើងយល់នៅក្នុងកន្លែងជីវិតក្រុមគ្រួសារដែលថាបាត់បង់គ្រោះថ្នាក់ចរាចរណ៍ស្លាប់អីអាហ្នឹងក៏រឿងបរិស្ថានចង់ឲ្យយល់ឡើងអស់ណាការយើងញ៉ាំចុកវាធ្វើយើងឡើងគីឡូធ្វើយើងស្គមធ្វើក្លិនមាត់ធ្វើយើងមុខអត់ស្អាតឡើងមុនអាហ្នឹងគឺបរិស្ថានទាំងអស់បាទយើងឈឺរ៉ាំរ៉ៃគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ធម្មជាតិខ្លះទៅបាត់ផ្ទះទាំងអស់បាត់មកគ្រួសារពូជគ្រោះថ្នាក់ចរាចរណ៍ហើយអំពើហិង្សាក្រុមគ្រួសារប្តីប្រពន្ធឆ្លោះគ្នាវាយកូនវាយចៅវាយប្រពន្ធទាំងអស់ហ្នឹងគឺជាបរិស្ថានទាំងអស់ការលែងលះគ្នាស្លាប់ក្នុងគ្រួសារហើយគ្រួសារដែលរស់នៅជាមួយនឹងសាច់ថ្លៃកូនប្រសាហ្នឹងសិតតែបរិស្ថានជុំវិញយើងដែលធ្វើឲ្យយើងមានបញ្ហាការផ្លាស់ប្ដូរសាលាផ្លាស់ប្ដូរការងារដែលធ្វើឲ្យយើងមានការស្មុគស្មាញស្គមឬថ្មីសង្គមដែលវប្បធម៌ដែលយើងរស់នៅរំពឹងពីយើងខុសពីnorm ខុសពីធម្មតាធ្វើឲ្យយើងទទួលយកមិនបានព្រមទាំងអ្វីផ្សេងៗទាំងអស់ហ្នឹងគេហៅថា environment ហើយអញ្ចឹងបើយើងនិយាយពី biological វិញដែលកត្តាធ្វើឲ្យកើតឡើងហ្នឹងគឺស្អីគេខ្លះយើងអាចនិយាយថាទី1វាជាការពូជជំងឺទាំងអស់វាតពូជណាហើយទី2យើងនិយាយពីការគ្រោះថ្នាក់ដែលថាធ្វើប៉ះជាដល់ខួរក្បាលយើងបាទហើយទី3យើងនិយាយពីការចាំពីយើងមិនទាន់មានកអត់ទាន់កើតចេញទេនៅក្នុងពោះម្ដាយយើងមានបញ្ហាគ្រោះថ្នាក់បាត់ទៅហើយជួនកាលទៅម្ដាយយើងញ៉ាំថ្នាំខុសជួនកាលម្ដាយយើងញ៉ាំស្រាជួនកាលម្ដាយយើងមានគ្រោះថ្នាក់វាប៉ះទៅទាំងអស់ចេញមកក៏យើងមានរោគអស់នឹងដែរហើយបញ្ហាមួយទៀតគឺថាកើតជំងឺឧទាហរណ៍ម្ដាយយើងមានជំងឺមួយហើយយើងក៏មានជំងឺមួយជំងឺនោះវាប៉ះទៅកិច្ចដល់ psychic របស់យើងណាហើយជំងឺឆ្លងហ្នឹងឧទាហរណ៍បើយើងមានរោគ HIV អាហ្នឹងវាធ្វើឲ្យយើងមានជំងឺផ្លូវចិត្តបាត់ហើយជំងឺហ្នឹងគឺជំងឺឆ្លងដែលធ្វើឲ្យយើងខ្វះហើយធ្វើឲ្យយើងទៅណាមិនកើតធ្វើយើងមិនហ៊ានបង្ហាញទេអាហ្នឹងក៏ជាជំងឺផ្លូវចិត្តធ្វើឲ្យយើងកើតឡើងដែរមិនត្រឹមប៉ុណ្្នឹងទេការប្រើប្រាស់ថ្នាំញៀនក៏ធ្វើឲ្យយើងវិញទឹកហើយគិតឆ្វេងបែកឆ្វេងរហូតដល់យកដឹងខុសត្រូវនេះកត្តាគេហៅថាតាក់ទងពី biological អញ្ចឹងបើយើងនិយាយទៅគឺវាមានច្រើនហើយមានទូចមួយទៀតតាក់ទងគេហៅថាពី psychological គឺថាយើងពីទូចទៅរស់នៅក្នុងគ្រួសារគេអាសាវាយធ្វើបាបគេមិនសូវយកចិត្តទុកដាក់គេបោះបង់ចោលកើតឡើងមកយកទៅបោះចោលហើយធំឡើងក៏ដឹងអត់ដឹងពុកម្ដាយណា
អានោះវាប៉ះផ្លូវចិត្តយើងទាំងអស់ហើយការយើងរៀបការហើយទៅសត្វតែប្តីអាសាមិនយកចិត្តយើងធ្លាប់នោះនៅក្នុងគ្រួសារពុកម្ដាយស្រឡាញ់រាប់អានផ្ដល់កិត្តិយសស្ដាប់មតិយោបល់យើងដល់ពេលយើងរៀបការចូលទៅម៉ែក្មេកស្ដីឲ្យប្តីអត់ឲ្យតម្លៃនិយាយអត់កើតហើយយើងអត់មានសិទ្ធអីក្នុងនោះអាហ្នឹងវាសិទ្ធតែផ្លូវចិត្តទាំងអស់នេះជាហេតុផលធ្វើឲ្យយើងមានបញ្ហាផ្លូវចិត្តអញ្ចឹងចង់ដឹងថាតើវាមានមុខសញ្ញាអីសំណួរក្មួយតើវាមានមុខសញ្ញាអីខ្លះច្រើនបើវាយអ៊ូចូលគ្នាមកទីមួយវាមានបញ្ហាតាក់ទងការកេងហ្មងឲ្យតែយើងមានបញ្ហាផ្លូវចិត្តគឺយើងមានបញ្ហាកេងគឺយើងកេងអត់លក់ហើយយើងកេងអត់លក់យើងចេះតែគិត view ទៅដេញដូចម៉ាស៊ីនយើងរត់ជន់គ្នាអញ្ចឹងធ្វើគួរក្បាលកសកាយើងក្តៅដូចកុំព្យូទ័រហ្នឹងតែវាក្តៅវាគាំងអញ្ចឹងវាអកសើហើយអញ្ចឹងណាហើយតែអកសើដេញមលក់ក៏ញ៉ាំមិនឆ្ងាញ់ដែរឬក៏ញ៉ាំឆ្ងាញ់ជ្រុលលែងខ្វល់ញ៉ាំយកដើម្បីបំពន់ទឹកចិត្តខ្លួនឯងឲ្យស្ងប់អញ្ចឹងណាអញ្ចឹងការមុខសញ្ញាវាគឺចេញមកគឺកេងហើយទីពីរអារម្មណ៍មួមកឆេវឆាវខឹងគេខឹងឯងសបាយមួយផ្លែទៅយកមួយផ្លែទៅឃើញវាអារម្មណ៍យើងវា mood យើងដូរហើយបន្តមកទៀតយើងការយើងមិនអារម្មណ៍វាតកតងពី personality របស់យើងវិញយើងដូចមិនចង់ចូលមកគេចង់នៅតែឯងស្ងាត់នៅក្នុងបន្ទប់បិទទ្វារចិត្តទៅបិទវណ្ណូតអស់ទៅស្ដាប់លេងសងតំងទៅទាំងអស់ហ្នឹងក៏ធ្វើឲ្យយើងបញ្ហាមុខសញ្ញាមួយតែហើយជួនកាលទៅការគិតរបស់យើងការដោះស្រាយបញ្ហាធ្វើចំណោទអីធ្វើអត់ចេញដោយសារយើងគិតច្រើនពេកទៅយើងវិញបែកសើទៅគួរក្បាលក្តៅយើងចង់ផ្ចង់អីផ្ចង់អត់ចេញទេហើយយើងអាចដឹងខ្លួនឯងហើយគេមើលមកដឹងចាប់ផ្ដើមអូអានេះដូចបែកឆ្វេងអានេះគិតដេប៉ុណ្ណាអានេះនិយាយចេញមកភ្លាវដូចធ្វើយើងមើលមកហ្នឹងអានេះយូរទៅអាខោអត់ចេះដូរស្អុយខ្លួនហ្នឹងនោះសិនមុខសញ្ញាដែលថាធ្វើឲ្យយើងដឹងថាយើងកំពុងតែមានសញ្ញាបញ្ហាអស់ហ្នឹងហើយឆាប់ប៉ះគេនិយាយតិចក្តៅក្រហាយគេនិយាយតិចណែនាំតិចខឹងគេចោទគេហើយគ្មានគេហៅថាempathy ទេអត់មានមេត្តាធម៌លើអ្នកដទៃទេគេហៅមនុស្សស្ងួតអារម្មណ៍ដូចស្ងួតគឺថាធ្វើអីក៏ដោយអ្នកឯងចង់ជន់យកឆ្មាមកជន់រឿងទៅបន្សាយមកអាកោអត់មានមនោចេតនាឃើញឈាមអត់ស្លុតហើយក៏ប៉ុណ្្នឹងដែរមិនធំប៉ុណ្្នឹងទេការធ្វើការរបស់យើងគឺចុះថយការរៀនសូត្រគឺធ្លាក់ហើយជាមួយក្រុមគ្រួសារអត់មានតំណែងគ្នាសោះអត់មានតំណែងគ្នាអត់ខ្វាយខ្វល់យឺតដកខ្លួនចេញទៅផឹកស្រាទៅអីចឹងទៅរហូតคลายទៅជាអារម្មណ៍វែងឆ្ងាយទៅធ្វើឲ្យយើងទៅជាគិតបែកឆ្វេងមើលឃើញអីប្រេះផ្ដាស់ឮអីប្រេះផ្ដាស់អារម្មណ៍ក្លិនអីប្រេះផ្ដាស់រហូតជួនកាលទៅមានអត្តពលចេះថាអូយើងមានអំណាចមាន power អាចដូចសិលអីបានអញ្ចឹងណាបាទទាំងអស់ហ្នឹងហើយជាមុខសញ្ញាដែលបង្ហាញចេញថាអ្នកនឹងមានជំងឺផ្លូវចិត្តហើយសំណួរក្មួយមិញសួរថាតើអ្វីទៅដែលជាrisk factor ដែលធ្វើឲ្យគាត់មានណាបាទធ្វើគាត់នឹងមានអស់ហ្នឹងគឺ history របស់គ្រួសារគាត់ណាហើយជីវិតរ៉ាំរ៉ៃស្មុគស្មាញក្នុងសង្គមគាត់ហ្នឹងយើងនឹងបរិស្ថានអស់តែជីវិតស្មុគស្មាញនៅក្នុងរ៉ាំរ៉ៃហ្នឹងក៏ជាកត្តានឹងហានិភ័យធ្វើឲ្យគាត់មានដែរហើយគេហៅជំងឺរ៉ាំរ៉ៃអានេះគេហៅតាមក្រុមគ្រួសាររស់នៅស្មុគស្មាញប្រចាំថ្ងៃមិនចេះឈប់មិនចេះសប្បាយហើយអាចជំងឺរ៉ាំរ៉ៃអ្នកខ្លះទៅយើងឃើញមានរោគកាពះមិនចេះឈប់ទៅព្យាបាលទេជាអាហ្នឹងវាធ្វើឲ្យយើងស្មុគស្មាញ stress ចេញអាស៊ីតវាធ្វើឲ្យយើងអាលៀកធ្វើយើងគិតដេកលក់ទេព្រោះក្អកពេលយប់អញ្ចឹងវាប៉ះជន់នេះរហូតហើយទាំងអស់នេះហើយគឺជាមុខសញ្ញាដែលហានិភ័យធ្វើឲ្យកើតជំងឺទៀតអញ្ចឹងគុណវិបត្តិទៅលើអីមិនសំណួរចុងក្រោយរបស់ខ្ញុំគុណវិបត្តិលើអីបាទទី1យើងអត់សុបាយចិត្តហើយបើយើងមានរោគផ្លូវចិត្តហ្នឹងយើងអត់សុបាយចិត្តហើយយើងកាត់បន្ថយអ្វីយើងធ្លាប់ចូលចិត្តយើងលែងចង់ចូលចិត្តយើងចង់ទៅណាលែងចង់ទៅណាយើងធ្លាប់មានមិត្តភក្តិយើងបិទទាំងអស់លែងតាក់ទងមួយទៀតចាប់ដើមឆ្លោះគ្នាគ្រួសារកំពុងសុខដុមរមរីយើងចាប់ដើមមានមកចាប់ដើមឆ្លោះគ្នាចាប់ដើមពុតចោលផ្ទះអញ្ចឹងទៅហើយក៏បើប្តីប្រពន្ធលែងលះគ្នាវាយគ្នាតក់គ្នាហើយមួយទៀតផងដែរចាប់ដើមដកខ្លួនតាមមិត្តភក្តិជួបបរិយបក្សញ្ញាញៀនថ្នាំទាំងអស់នេះធ្វើឲ្យយើងមានបញ្ហារហូតដល់ឆ្លងប៉ះផ្លូវច្បាប់ដែលយើងចេះតែធ្វើទៅខុសពលិសចាប់ស្រុកគេជាប់គុកហើយធ្វើជា homeless នឹងឯងអត់មានផ្ទះនៅដោយសារស្រុកគេធ្វើការដល់អត់ទៅធ្វើការគឺគេដេញតែគេដេញអត់មានលុយចាយទេព្រោះធ្វើមួយខែទៅមួយខែអញ្ចឹងអត់មានផ្ទះនៅដោយសារអត់មានការងារធ្វើអញ្ចឹង homeless អញ្ចឹងទៅជា poverty ក្រីក្រណាតែពេលក្រីក្រអត់មានធ្វើយូរទៅ
តល់ជាប់ធ្វើបាបគេឬក៏ធ្វើបាបខ្លួនឯងស្លាប់ខ្លួននេះជាចំណុចមួយដែលយើងព្រួយបារម្ភដល់ពេលយូរទៅគាត់ធ្លាក់ខ្លួនលែងខ្វល់ដែរគាត់ចាប់តាមញ៉ាំតាមសេរីទៅធ្វើមិនទៅហើយអត់ខ្វល់ទៅហើយអត់លុយទៀតអញ្ចឹងអានឹងធ្វើឲ្យគាត់ប៉ះកិច្ចដល់ជីវិតគាត់បេះដូងគាត់សម្ពាធឈាមគាត់ខួរក្បាលគាត់នោមផ្អែមគាត់ចុងក្រោយមានជំងឺផ្សេងទៀតជំងឺនឹងធ្វើឲ្យគាត់ពិបាកក្នុងចិត្តក្នុងសង្គមគ្រួសារគាត់ធ្វើឲ្យមកពូជហ្នឹងគឺមានជំងឺផ្លូវចិត្តទៀតដល់ពេលអញ្ចឹងទៅយូរទៅអាព្យាបាលជំងឺហ្នឹងវាធ្វើឲ្យគ្រួសារនឹងក្រព្រោះមួយណាក៏ស្រឡាញ់កូនមួយណាស្រឡាញ់ឪស្រឡាញ់ម៉ែចង់ព្យាបាលម្ដាយឲ្យជាតែមកនាំតែជាហ្នឹងត្រូវលក់ផ្ទះលក់ដីលក់ធ្លីទាំងអស់អញ្ចឹងទៅគឺក្រមកពូជក្រទៅវាធ្វើយើងពិបាកលើដើមអញ្ចឹងវាតពាក់ចម្ពាន់នេះដូចច្បាក់អញ្ចឹងដូចច្បុកពីទៀនអញ្ចឹងសំណួរក្មួយមិញគឺចម្លើយទាំងការសិក្សាជំងឺផ្លូវចិត្តវាតេទីនេះទាំងអស់បាទអញ្ចឹងគឺពីមួយទៅមួយបើយើងមិនព្យាបាលបើយើងមិន counsel បើយើងមិនយកចិត្តទុកដាក់បុគ្គលមួយនឹងអាចខូចចោលក្នុងសង្គមទៅទេថ្ងៃនេះយើងនិយាយពីអំពើអសន្តិសុខចំពោះបុគ្គលហើយតើបុគ្គលនឹងធ្វើអីខ្លះដែលធ្វើឲ្យអសន្តិសុខភាគច្រើនក៏មានអាកប្បកិរិយាមួយចរិតមួយដែលពិបាកនឹងដូចគ្នាដែរពីមុនដូចពិបាក ODD ដូចគ្នាយ៉ាងដែរប៉ុន្តែលើកនេះគាត់ដូចជាមិនធំប្រឆាំងអាញាធរមិនស្ដាប់គេទេគាត់បំបែកbreak the rule ហ្មងមួយគឺគាត់អត់ធ្វើតែនេះគាត់មិនអត់ធ្វើហើយតែគាត់ប្រព្រឹត្តខុសទៀតបាទណាពីមុនគាត់ដល់មិនស្ដាប់មិនគោរពប្រឆាំងអានេះគឺមានថាមិនស្ដាប់មិនគោរពប្រឆាំងហើយក៏ប៉ុន្តែបើមិនប្រយ័ត្នទេគាត់ចេញពី oppositional defiant disorder ហ្នឹងគាត់នឹងคล้ายទៅជា conduct disorder អញ្ចឹង conduct disorder ធ្ងន់ជាងគេហៅថា oppositional defiant disorder អញ្ចឹងបើយើងមាន defiant disorder នេះ oppositional defiant disorder នេះ ODD នេះយើងមើលឲ្យហើយបើយើងមិនប្រយ័ត្នទេក៏คล้ายទៅជាបុគ្គលមួយដែលគេហៅថា criminal អ្នកទោសពីព្រោះគាត់មិនមែនតែប្រឆាំងទេគាត់នឹងប្រព្រឹត្តទៀតគាត់នឹងប្លន់គេគាត់នឹងវាយគេគាត់នឹងធ្វើអីមួយដែលខុសច្បាប់អញ្ចឹងមានន័យថាគាត់នឹងបំភ្លេចបំផ្លាញអ្នកដទៃគាត់បោកបញ្ឆោតគេគាត់ធ្វើអីមួយដែលប៉ះតកិច្ចទៅដល់អ្នកដទៃអសន្តិសុខដែលមិនកក់ក្ដៅក្នុងសង្គមអញ្ចឹងបានគេហៅថាអ្វីជាវាពាក់ព័ន្ធគ្នាហើយពេលការសិក្សាជំងឺផ្លូវចិត្តវាតេទីនេះទាំងអស់បាទអញ្ចឹងគឺពីមួយទៅមួយបើយើងមិនព្យាបាលបើយើងមិន counsel បើយើងមិនយកចិត្តទុកដាក់បុគ្គលមួយនឹងអាចខូចចោលក្នុងសង្គមទៅទេចឹងណាបាទអញ្ចឹងតើមានស្អីខ្លះចំពោះអ្នកជំងឺដែលបង្កអសន្តិសុខក្នុងសង្គមហ្នឹងគឺទី1គាត់ចាប់បានពីក្មេងមុនអាយុ10ឆ្នាំយើងគាត់បង្ហាញសញ្ញាហ្នឹងហើយគេចំណុចមួយមកប្រភេទមួយទៀតគឺចាប់បានពី adolescent ទៅមានន័យថាចាប់បានពី teenage ទៅអាយុ13 14 15ទៅណាបាទហើយបន្ទាប់មកគឺ unspecific onset មានថាពេលណាក៏គាត់ចាប់ដើមឲ្យកើតឡើងពេលគ្រប់ពេលវេលាបាទអញ្ចឹងចំពោះបុគ្គលហ្នឹងគឺយើងមានអារម្មណ៍ថាគាត់ not secure ហើយគាត់មិនអាចទុតិយទុកមុនបានហើយគាត់មិនអាចមានភាពកក់ក្ដៅទេបុគ្គលហ្នឹងអញ្ចឹងណាបាទគាត់អាចជាបុគ្គលដែល aggressive ដែលបុគ្គលដែលចេញចរិតអំពើហិង្សាចេញអំពើសាហាវចេញមកឬក៏បុគ្គលដែលគេហៅថាតែងតែសន្លត់អ្នកដទៃបាទ bully នេះក៏អញ្ចឹងដែរអ្នក bully អ្នកដទៃនេះក៏ជាអ្នកមានបញ្ហា conduct disorder នឹងដែរអញ្ចឹងបើយើងគិតទៅបុគ្គលហ្នឹងគឺជាបុគ្គលដែលគេហៅថាមិនគ្រប់គ្រងក្នុងសង្គមទេគាត់មិនសូវគ្រប់គ្រងអ្វីៗដែលកើតឡើងក្នុងសង្គមតែបណ្ដោយតាមសង្គមរបស់គេទេអញ្ចឹងណាហើយគាត់តែងតែធ្វើអ្វីមួយforcefully force himself or herself ទៅលើអ្នកដទៃបង្ខំអាចរិតខ្លួនឯងសកម្មភាពផ្សេងណាទៅលើអ្នកដទៃបាទដើម្បីបង្កឲ្យមានបញ្ហាអញ្ចឹងស្អីគេខ្លះទៅទី1គាត់ aggressive មានន័យថាគាត់ ក្រេកក្រោធចរិតគាត់ចេញមកគឺក្រេកក្រោធសកម្មភាពរបស់គាត់ទី2គាត់គេហៅថា deceitful គឺមានន័យថាមានក៏អារម្មណ៍បោកប្រាស់គេណាបាទបោកប្រាស់គេហើយបន្ទាប់មក destructive បាទ destructive មានន័យថាបំផ្លិចបំផ្លាញគេបាទបំផ្លិចបំផ្លាញគេហើយបន្ទាប់មកទៀត violation មានន័យថារមើលច្បាប់
បំពេញហើយល្មើសច្បាប់ទាំងអស់ហ្នឹងគឺ4ប្រភេទហ្នឹងដែលធ្វើឲ្យគាត់ខ្លាយទៅជាបុគ្គលមួយដែលមានសញ្ញាហ្នឹងចុះបុគ្គលក្រោកគ្រៀតហ្នឹងបុគ្គលឈ្លានពានទៅលើអ្នកដទៃក្រោកគ្រៀតហ្នឹងមានស្អីខ្លះទី1គាត់តែងតែធ្វើអីក៏ដោយធ្វើឲ្យគេខ្លាចគាត់ intimidation ធ្វើគេខ្លាចគាត់ធ្វើ bully គេណាអ្នកដទៃក្នុងថ្នាក់អីចឹងទៅក្នុងសាលាអីចឹងទៅហើយទី2គាត់តែងតែធ្វើបាបគេដូចជាវាយគេជាដើមទាលុយគេចឹងណាហើយមានច្រើនណាស់ក្នុងសាលាតែមានក្មេងចឹងវាយគេសន្លត់គេយកលុយហើយជួនកាលទៅធ្វើបាបសត្វឃើញគេអ្នកខ្លះទៅយកឆ្មាទៅជន់ខ្លះយកកណ្ដាលយកទន្សាយទៅបោកអីចឹងណាគឺថាគាត់ធ្វើដល់គ្មានអារម្មណ៍ហ្មងណាបាទហើយបន្ទាប់មកទៀតគឺគាត់អាចរំលោភគេណាឲ្យដែលយើងឃើញហើយមិនមែនថាអូចាំទៅធំរំលោភទេនៅក្នុងសាលាយើងជានាយកសាលាយើងដឹងហើយជួនកាលក្មេងអាយុ7 8ឆ្នាំ12ឆ្នាំអីចូលបន្ទប់ទឹកយើងមិនប្រយ័ត្នទេគឺសកម្មភាពអាចកើតឡើងលឿនអញ្ចឹងថាធ្វើជានាយកសាលាគឺថាផ្នែក1000ផ្នែក10000ណាបាទហើយវិញ្ញាណយើងដើរកុពេលវេលាយើងទៅតែប្រុងប្រយ័ត្នហើយទៅតែតាមដានទៅដឹងពីសង្គមក្មេងនឹងគិតមិនធ្វើមិននិយាយមិនដំណើរការមិនអីយ៉ាងមិនអាកប្បកិរិយាមិនដើម្បីចាប់ឲ្យទាន់មើលឲ្យឃើញដឹងឲ្យលឺណាហើយឲ្យច្បាស់បានយើងអាចគ្រប់គ្រងសិស្សរាប់ម៉ឺនអ្នកបានដូច្នេះហើយសិស្សមានល្បិចកលសិស្សមានគេហៅ coach សិស្សមានគេហៅមានអាកប្បកិរិយាមានល្បិចមានអីច្រើនណាប៉ុន្តែក្នុងជានាមនាយកសាលាយើងឆ្លងកាត់ទាំងអស់ហ្នឹងហើយរាប់ឆ្នាំហើយមានន័យថាមិនផុតពីផ្នែកទេណាយើងអាចក្លិនបញ្ហាហ្នឹងណារាប់គីឡូមុនចង់មានន័យថាអញ្ចឹងបាទអញ្ចឹងបានគេថាជួនកាលយើងសិក្សានៅសាលាល្អអ្នកមានគ្រូកសលច្បាស់លាស់អ្នកឆ្លងកាត់ជាអ្នកអប់រំត្រឹមត្រូវយើងអាចយល់យើងអាចគ្រប់គ្រងបានយើងអាចបន្តគ្រូឲ្យចេះប៉ុន្តែបើយើងអត់ឆ្លងកាត់អញ្ចឹងពិបាកណាកូនយើងក៏គ្រោះថ្នាក់ដែរអញ្ចឹងណាបាទអញ្ចឹងចំពោះអេយ៉ាបតមួយទៀតគឺបង្ហាញអេយ៉ាបតបោកប្រាស់ហ្មងបាទបោកប្រាស់គេផោគេបាទអីទៀតវាយកញ្ចក់ផ្ទះគេកោះទ្វារគេណាហើយមួយទៀតលួចគេហើយคล้ายกระดาษสนมเรืองហើយសបោក្នុងសង្គមណាក៏មានដែរបាទបើមិនលួចគេទេផោគេទេคล้ายกระดาษสนมเรืองទេគឺប្លន់ចូលផ្ទះគេប្លន់យកហ្មងអស់សំរើណាបាទហើយមួយទៀតគេហៅថាបំផ្លាញអេយ៉ាបតបំផ្លាញអីគេទៅបាទបំផ្លាញដូចជាលក្ខណៈមួយដុតផ្ទះគេចោលដុតព្រៃឬក៏ឃើញតាមផ្ទះគេវាយចេញឧទាហរណ៍ពីងគេនៅមុខចិត្តវាយពីងគេបែកចោលអត់បានការអញ្ចឹងទៅបាទដើមគេឈើគេហ្នឹងវាយទាញអាលុំអីចឹងទៅឬក៏ផ្កាគេចឹងកាច់បាក់គេចឹងទៅវាថាមានអារម្មណ៍ចង់តែបំផ្លាញបាក់គេហ្មងអញ្ចេញមកពីក្នុងចិត្តគាត់ហ្មងណាបាទហើយជួនកាលយើងពិបាកបន្ទោសវាជាជំងឺបាទវាជំងឺហើយមួយទៀតផងគឺថាបំពេញណាល្មើសច្បាប់អាហ្នឹងអេយ៉ាបតមួយទៀតចេញមកគឺល្មើសច្បាប់បើគេមិនឲ្យបើកលឿនជាង25ម៉ែត្រក្នុង1ម៉ោងទេក្នុងតំបន់ការរស់នៅ resident ប៉ុន្តែនៅខ្លះអត់ទេឡើងដល់40វ៉ាវអញ្ចឹងទៅស្អែកឡើងច្បុតមក600ហ្នឹងហើយគេថាកុំឲ្យបើកលើសណា65ម៉ែលក្នុង1គីឡូក្នុង1ម៉ោងវ៉ាវឡើង80ទៅប៉ូលីសមកស្អែកឃើញ ticket មក ticket តែ3ដង insurance 1000ឡើង3000ណាឡើង4ដងគេឈប់លក់ឲ្យបើកឡើងឡើងកើតអត់មានចិត្តទៅធ្វើការអស់ការងារទៅ become homeless ពួកអាមេរិករស់នៅថ្ងៃដល់ថ្ងៃបានប៉ុណ្ណាចាយប៉ុណ្ណឹងតែអត់ការងារធ្វើអត់លុយចាយគឺ homeless អញ្ចឹងបានសុខគេ homeless លឿនអញ្ចឹងណាដោយសារហេតុផលអញ្ចឹងល្មើសច្បាប់អីគេមិនទៅរៀនបាទមិនទៅរៀនរត់ចោលផ្ទះមានរឿងអីតិចតួចរត់ចោលផ្ទះហើយសបោក្មេងសម័យឥឡូវតែមានការអីគឺសឡុតហើយរត់ចោលផ្ទះប៉ុន្តែជាបំផុតទេគឺទៅដល់ទាំងក្រៅហើយស្ដាយក្រោយចង់មកវិញហើយតែជួនកាលនាំបានមកវិញវាខូចខ្លួនវាជ្រុលក្បាលក្រពើអញ្ចឹងបានយើងទប់ស្កាត់មិនឲ្យក្មេងចេញរត់ចោលផ្ទះតាន់ព្រោះតែចេញគឺមិនចេញល្អអាក្រក់វានៅតែជាកូនយើងហើយបើបានចេញទៅខូចខ្លួនខូចកូនយើងអញ្ចឹងបងគេព្យាយាមទប់មិនឲ្យកូនចេញរត់ចោលផ្ទះទេពីព្រោះអាកាសនឹងការអ្វីកើតឡើងហ្នឹងវាឃើញច្បាស់នឹងមុខថាចែកដននិយមអាកាសនិយមនឹងកើតឡើងហ្នឹងវាច្រើនអញ្ចឹងណាបាទអញ្ចឹងមិនត្រឹមតែគាត់រត់ចេញពីផ្ទះទេគាត់ចាប់ផ្ដើមប្រើ
គឺញៀន cocaine amphetamine marijuana ហើយនឹងរបស់ផ្សេងៗទៀតដូចផឹកស្រាយអញ្ចឹងទៅហើយក៏ចាប់ដើមមានជួបជុំគ្នាក្មេងៗចាប់ដើមរួមភេទតាំងពីអាយុក្មេងៗហើយចែកដល់និយមផ្លេចទៅមានកូនទៅនៅខ្លះទៅគាត់យកចេញទៅស្មាតទោសនៅខ្លះទៅគាត់ຕົកទៅឈប់បានរៀនទៅពីអាយុ5-10ឆ្នាំអីទៅវាបង្កឲ្យអសន្តិសុខនៅក្នុងសង្គមវាមានភាពឈួរច្បល់ធ្វើឲ្យប្រទេសនឹងមានបញ្ហាទៅលើក្នុងការរស់នៅក្នុងសង្គមហើយវាជា burden វាជាទម្ងន់មួយនៅក្នុងសង្គមរបស់រដ្ឋាភិបាលដែលត្រូវមើលដោះស្រាយទៅចិញ្ចឹមអញ្ចឹងអានឹងបើសិនជាបុគ្គលនឹងប្រព្រឹត្តនៅក្នុងប្រទេសអភិវឌ្ឍហើយបើសិនបុគ្គលប្រព្រឹត្តនៅក្នុងប្រទេសខ្លះកំពុងអភិវឌ្ឍអានឹងយើងធ្វើបាបខ្លួនឯងក្នុងសង្គមមិនមែននៅក្នុងលើរដ្ឋាភិបាលទេយើងធ្វើបាបក្នុងសង្គមគ្រួសារយើងត្រូវចិញ្ចឹមកូននឹងយើងត្រូវអាម៉ាស់ខ្មាស់គេក្នុងមុខមាត់ក្នុងតំបន់ដ៏តូចមួយអញ្ចឹងមានរឿងច្រើនក្នុងប្រព្រឹត្តអ្វីមួយដែលជាចំណុចមួយយើងមិនចង់ធ្វើប៉ុន្តែទុកមិនរួចណាវាជាសញ្ញាមួយធ្វើឲ្យបំផ្លាញខ្លួនឯងអញ្ចឹងចំណុចហ្នឹងក្នុងនាមជាឪពុកម្ដាយអាណាព្យាបាលយើងត្រូវយកចិត្តទុកដាក់ច្រើនណាស់ប៉ុន្តែយកចិត្តទុកដាក់មិនបើមួយថ្ងៃយើងមិនដឹងខ្លួនយើងមិនផងយើងរស់មួយថ្ងៃទៅមួយថ្ងៃរហូតដល់វិធីសាស្ត្រទប់ទល់មិនខួរក្បាលយើងកុំឲ្យឈួតធ្វើមិនកុំឲ្យយើងបែកអារម្មណ៍ធ្វើមិនថ្ងៃក្រោយស្អែកឡើងមហូបដាក់ក្នុងឆ្នាំងមានឲ្យកាពះឲ្យមានកូនញ៉ាំហើយធ្វើមិនជៀសវាងពីអំពើហិង្សាកុំឲ្យប្តីរោរឿងវាមានរឿងច្រើនណាស់ក្នុងសង្គមនេះហើយថ្ងៃណាទៅការញមការបានធ្វើហូបផ្ទះថោកបាននៅណាហើយខ្សងគេរួចបើមួយប្រជាជនស្ទើរតែចង់គ្រប់មនុស្សដែលខ្ញុំស្គាល់ឲ្យសិតតែជពាក់គេទាំងអស់មិនមែនជពាក់គេក្នុងន័យទីទូចជពាក់គេក្នុងវ័នកហើយបើយើងរស់នៅក្នុងសង្គមសេដ្ឋកិច្ចដែលប្រជាជនជពាក់គេវ័នកការប្រាក់បង់មួយជីវិតរត់ចោលស្រុកមួយជីវិតមិនចេះសងរួចណាបាទអាហ្នឹងគេហៅថាវេទនាហើយមិនមែនជួយសេដ្ឋកិច្ចមិនជួយរដ្ឋាភិបាលអាហ្នឹងគេការកំផ្លាញសេដ្ឋកិច្ចកម្ចីដែលធ្វើឲ្យក្រុមគ្រួសាររត់ចោលស្រុកបាក់បែកគ្នាហើយមិនចូលរួមក្នុងសង្គមវិញដោយសារលុយតិចតួចហ្នឹងណាគេរឹបអូសផ្ទះគេដេញដាក់ប្រឹងជាប់គុកវាធ្វើឲ្យសង្គមនឹងប្រជាពលរដ្ឋនឹងវាមានគេហៅថាវេទនានឹងការរស់ហើយបើសិនជាច្បាប់នឹងមិនតឹងតែងហើយការអនុវត្តកម្ចីនឹងមិនច្បាស់លាស់ហើយអ្នកទុនខ្សោយមិនមានគេជួយជាអំណះអំណាងច្បាប់វាក្រលើក្រវាវេទនាលើវេទនាវាអយុត្តិធម៌ជន់ទៅលើអយុត្តិធម៌ដល់ពេលអញ្ចឹងវាសម្ពាធជន់លើគៀបលើកិនណាដូច្នេះហើយអ្នកទៀបងើបអត់រួចទេតតែច្បាប់ហ្នឹងគឺមានការអនុវត្តពេញលេញដូច្នេះហើយចាប់ដើមពីកន្លែងណាចាប់ដើមពីទាំងអស់គ្នាគ្រប់សន្ទាប់នឹងឯងក្នុងការយកចិត្តទុកដាក់ក្នុងការខ្វាយខ្វល់ក្នុងការឈឺឆ្អែលក្នុងការកាត់បន្ថយកេងប្រវ័ញ្ចកាត់បន្ថយពុកអលួយកាត់បន្ថយឈ្នានេះកាត់បន្ថយធ្វើបាបកាត់បន្ថយអ្វីៗដែលអាចកាត់បន្ថយបាននោះមិនធ្វើជាហៅថាឆន្ទៈរបស់មនុស្សហ្នឹងហើយមនសិការរបស់យើងណាអ្វីយើងអាចធ្វើបានអ្វីនេះអាចធ្វើបានអ្វីគាត់ធ្វើបានគេហៅភាសាខ្មែរម្ដាយមួយជើងឆាប់ហើយបាទអានេះមិនតិចតួចឆាប់កសាងប្រទេសអញ្ចឹងថ្ងៃនេះគឺខ្ញុំនិយាយចំណុចតាក់ទងពីជំងឺហ្នឹងហើយជំងឺហ្នឹងបើសិនជាបាទធ្ងន់ធ្ងរអាចរហូតដល់ចាប់ម្លងគេធ្ងន់ធ្ងរអាចប្រើអាវុធបាញ់គេធ្ងន់ធ្ងរអាចគាស់ផ្ទះគេយកអវ៉ាន់ទាំងអស់នេះហើយដែលកើតឡើងមកហេតុអ្វីបានគាត់ទៅជាបុគ្គលចឹងហើយយើងបន្ទោសហើយមកពីខួរក្បាល frontal lobe គាត់នេះវាមិនប្រក្រតីខួរក្បាល frontal lobe នេះវាមិនប្រក្រតីវាធ្វើឲ្យការ cognitive វិញ្ញាណចងចាំរបស់គាត់វាមិនដំណើរការ cognitive ហ្នឹង skill វាមិនដំណើរការ regulate ជាតិគីមីក្នុងខួរក្បាលគាត់នៅ frontal lobe ហ្នឹងវាអត់ដើរអញ្ចឹងណាអញ្ចឹងការគិតការចងចាំ memory របស់គាត់ហ្នឹងហើយអារម្មណ៍ដែលគាត់ចង់បញ្ចេញមកហ្នឹងវាស្ងួតវាអត់មានអញ្ចឹងតាក់ទងពីខួរក្បាលនៅខាងលុបខាងមុខគាត់នេះអញ្ចឹងវាបញ្ហាអញ្ចឹងធ្វើឲ្យគាត់អត់មានគេហៅថាអត់មានអ្វីមួយបញ្ជានឹងការទប់ស្កាត់ពុះ control របស់គាត់វាអត់មានអាហ្នឹងបាទហើយវាអត់មានគេហៅថាវិធីសាស្ត្រដើម្បីឲ្យគាត់ជួយកាត់បន្ថយplan របស់គាត់ទៅធ្វើអីមួយផ្ដេសផ្ដាសនោះ
ហើយវាអត់មានគេហៅថាវិធីសាស្ត្រម៉េចធ្វើឲ្យគាត់នឹងអនុវត្តនៅអ្វីមួយតែអវិជ្ជមានណាអញ្ចឹងទាំងអស់ហ្នឹងវាពាក់ព័ន្ធនឹងការប៉ះទង្គិចនៅលើខួរក្បាល frontal lobe របស់គាត់ហ្នឹង frontal គឺមុខ lobe ហ្នឹងគឺខួរក្បាលយើងមានច្រើន lobe បាទច្រើនដុំវាពាក់ព័ន្ធនៅខាងហ្នឹងហើយជួនកាលទៀតយើងមិនមែនតែប៉ុណ្្នឹងទេយើងអាចមានគ្រោះថ្នាក់ដែលយើងប៉ះទង្គិចទៅលើក្បាលយើងកន្លែងណាមួយក៏ប៉ះទង្គិចទៅលើអាកប្បកិរិយាហ្នឹងហើយជួនកាលវាជាពូជដែលយើង inherit ដែលយើងបានទទួលមកពីក្រុមគ្រួសារយើងជំនាន់មុនមក inherit ដែលយើងតពូជមកណាបាទតែធ្វើឲ្យយើងមានអាហ្នឹងហើយជួនកាលបរិស្ថានជុំវិញយើងដែលយើងរស់នៅក៏ធ្វើឲ្យយើងមានអាហ្នឹងឧទាហរណ៍ពីទូយើងធ្លាប់គេធ្វើបាបផ្លូវភេទហើយជួនកាលទៅយើងរស់នៅក្នុងក្រុមគ្រួសារដែលអត់ function ណាអត់ដំណើរការល្អឆ្លោះគ្នាបែកបាក់អំពើហិង្សាមានប្រពន្ធ2 3ប្តីមាន1 2ចឹងទៅហើយកូនរត់រាយទៅអត់មានបាយញ៉ាំអត់មានផ្ទះនៅឆ្លោះគ្នាវាយបែកមុខបែកមាត់អញ្ចឹងចំពោះជំងឺហ្នឹងវាបញ្ហាដែលបរិស្ថានរស់នៅក្នុងសង្គមក្រីក្រក្រុមគ្រួសារប្រើប្រាស់គ្រឿងញៀនម៉ែឪគឺមិនប្រក្រតីក្នុងក្រុមគ្រួសារនិយាយរួមទៅគឺរឿងច្រើនបាទហើយកត្តានឹងហានិភ័យកើតឡើងហ្នឹងគឺជាភាគច្រើនគឺមនុស្សប្រុសហើយអ្នកនៅក្នុងទីក្រុងហើយមួយទៀតផងដែរអ្នករស់នៅក្នុងភាពក្រីក្របុគ្គលដែលមានក្រុមគ្រួសារមានបញ្ហាហ្នឹងបាទហើយគ្រួសារដែលមានបញ្ហានឹងប្រវត្តិផ្លូវចិត្តហើយចំពោះណាបុគ្គលដែលមានគេហៅថាគ្រួសារមានសុខភាពផ្លូវចិត្តវិទ្យាបញ្ហាផ្លូវចិត្តហ្នឹងឯងណាបាទហើយសបោតែមានប្រវត្តិម៉ែឪប្រើប្រាស់គ្រឿងញៀនប្រើប្រាស់គ្រឿងសង្វឹងឬក៏នៅក្នុងសង្គមគ្រួសារផ្ទះយើងសម្បូរតែបរិស្ថានជំវិញមិនល្អចិត្តខាងវាយគ្នាចិត្តខាងស្រែកឡូឡាម៉ែដេញវាយកូនប្តីដេញវាយប្រពន្ធដេញជេរកូនដេញហត់ចោលសាលាវាមើលទៅវាអត់មានកន្លែងណាសុបាយភ្នែកមើលហើយខ្លះទៅដេកស្អំភ្នែកតែប្តីវាយខ្លះទៅដេកស្អំជើងដោយសារប្រពន្ធខាំអីចឹងទៅវាបែកមេឃបែកធៀងហ្មងណាស្ដាប់ទៅវាដូចជាវាអត់មានអីមោទនភាពហើយតិចនិយាយថាអូលោកគ្រូមេងលីងនិយាយបលឹះទៅតាមស្រុកភូមិឃើញស្រីអង្គុយតែស្អំតែភ្នែកស្អំថ្ពាល់ហ្នឹងរាប់ដេញអស់ហើយមិនព្រមធ្វើអីបានបើប្តីនៅតែវាយដែរហើយជារឿងរបស់សាមញ្ញវាមិនមែនជារឿងសាមញ្ញទេវារឿងផ្លូវចិត្តហើយមនុស្សមិនមែនសត្វអញ្ចឹងហេតុអ្វីវាអត់មានអ្នកណា take care បាទនិយាយទៅវាប៉ះម្ដាយគេម្ដាយយើងម្ដាយខ្ញុំម្ដាយអីចឹងទៅវាសិតតែមានរឿងហើយរឿងទាំងអស់ហ្នឹងវាជាអត្តពលទៅលើកូនអញ្ចឹងអាលៀងអំពើហិង្សាលៀងអត់អស់ទេវាជាប់ក្នុងនឹង imprint ជាប់នៅក្នុងកោសិកាកូនហើយអញ្ចឹងវាតទៅចំនួនដោយពូជពងតពូជសាសចឹងណាហើយថ្នាំមានការព្យាបាលមានដូចគ្នាដែរថ្នាំដូច Ritalin ថ្នាំដូច Dexedrine ណាហើយថ្នាំដូច Cellert ទាំងអស់ហ្នឹងសិតតែថ្នាំដែលយើងអាចជួយបាន lithium អីអស់ហ្នឹងបាទគឺយើងអាចព្យាបាលគាត់បាន